បើសម្រាប់ខ្ញុំវិញបងប្អូនរបស់ដែលខ្ញុំចង់បានឬរបស់ដែលខ្ញុំចង់ញ៉ាំខ្ញុំអាចអត់បានខ្ញុំអាចត្រឹមអត់បានខ្ញុំមានរបស់ញ៉ាំនៅក្នុងផ្ទះហើយតែខ្ញុំឃ្លានរបស់ផ្សេងដូច្នេះហើយខ្ញុំគិតថាបើខ្ញុំចេញទៅញ៉ាំរបស់ដែលខ្ញុំចង់ញ៉ាំនៅខាងក្រៅវាអស់លុយអញ្ចឹងហើយដល់ពេលយើងចេញទៅញ៉ាំក្រៅវាអស់លុយហើយចំណែកម្ហូបនៅក្នុងផ្ទះទុកចោលវាខូចវាប្អូនហើយស្ដាយសិតតែលុយទាំងអស់របស់ញ៉ាំនៅក្នុងផ្ទះសិតតែយកលុយទៅទិញរបស់ញ៉ាំខាងក្រៅយើងត្រូវចំណាយលុយទៅញ៉ាំខាងក្រៅទៅញ៉ាំក្រៅរបស់ក្នុងផ្ទះត្រូវខូចស្អុយចោលឬក៏ប្អូនអញ្ចឹងទៅខាងក្រៅអស់លុយមកក្នុងផ្ទះម្ហូបចោលទៀតគឺសិតតែលុយគឺចំណាយលុយពេកហើយគឺចឹងហើយក៏អញ្ចឹងខ្ញុំត្រូវគិតថាខ្ញុំចំណាយលុយអញ្ចឹងខ្ញុំត្រូវតែកាត់ចិត្តមិនញ៉ាំទេគឺសុខចិត្តញ៉ាំរបស់ក្នុងផ្ទះវិញដើម្បីកុំឲ្យអស់លុយចាទុកលុយហ្នឹងយើងចាយនៅថ្ងៃស្អែក